ខ្ញុំម្ចាស់ត្រូវការពាក្យមួយគ្នាសម្រាប់បត្រាពួកយើងសូមព្រះអង្គផ្ដាំផ្ញើការណែនាំដល់គេផងអូនបារម្ភពីបងខ្លាចមិនមកវិញអូនពិតជាថ្លើមធំខ្លាំងណាស់អូនគួរតែប្រាប់គេថាបិតារបស់គេគឺជាមនុស្សដែលទុកប្រទេសជាតិសំខាន់ជាងអ្វីៗគ្រប់យ៉ាងថ្វាយបង្គំព្រះអង្គម្ចាស់ហានព្រះ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 ម្ចាស់ហានឆាប់ឡើងឆាប់រៀបចំឲ្យបានស្អាតទៅពេលនេះព្រះអង្គកំពុងតែមានភ្ញៀវពួកនាងចេញសិនទៅព្រះប៉ាតើអូនទៅនិយាយជាមួយពួកគេធ្វើស្អីបើអញ្ចឹងពួកយើងគួរធ្វើយ៉ាងម៉េចទៅមនុស្សរបស់ទ្រង់ពេលនេះព្រះអង្គបានបញ្ជាឲ្យដោះលែងអស់ហើយពួកគេចង់មកជួបជាមួយព្រះអង្គម្ចាស់ដូច្នេះខ្ញុំម្ចាស់មិននឹងអាចខាត់បានទៅម្យ៉ាងទៀតបើសិនជាទ្រង់មិនយាងទៅទេដូចជាមិនល្អទេតើទៅអូនបានទៅជួបនរណាទេលាក់ខ្លួនបានល្អទៅបានហើយព្រះអង្គម្ចាស់ហេតុអីបានជាទ្រង់ធ្វើខ្លួនចម្លែកបែបនេះទៅហេតុអីបានជាប្រយ័ត្នប្រយែងគ្រប់រឿងបែបនេះយប់មិញទ្រង់សោសារ៉ារួចមានបន្ទូលផ្ដេសផ្ដាស់ទ្រង់បានធ្វើឲ្យខ្ញុំម្ចាស់ផិតភ័យណាស់ចុះពេលនេះយ៉ាងម៉េចហើយពេលនេះទ្រង់មានសេរីភាពហើយថែមទាំងទទួលបានរាជបញ្ជាពីព្រះអង្គជាច្រើនទ្រង់គួរតែបោះស្រាយរឿងនេះរួចគ្រប់គ្នានិយាយថាព្រះអង្គម្ចាស់ហានជាមនុស្សពោះពេញនូវគុណធម៌ដូច្នេះព្រះអង្គមានការគោរពជាខ្លាំងក្មេងនេះពិតជាឆ្លាតណាស់ក៏សពតអុយរ៉ាត់កំពុងតែបំផ្លាញផែនការរបស់យើងហើយព្រះអង្គម្ចាស់យល់ដល់កូនរបស់ពួកយើងទ្រង់ឈប់បង្ករឿងទៀតទៅបានហើយតើទៅមិនថាអ្នកណាក៏ដោយគឺត្រូវតែប្រាប់ពួកគេថាដឹងអំពីទឹកចិត្តរបស់គេបានហើយសំរាយការតបសាំងឈៀនចល័តតបហើយសំរាយការតបរបស់យើងនៅឆ្ងាយពីតបហើយរ៉ាត់1000ជំនាញពេលនេះគឺកងតបជួយត្រៀមប្រយុទ្ធហើយសំរាយការពេលនេះកងទ័ពរបស់យើងបានឡងពាត់ឲ្យរ៉ាត់ចិត្តហើយព្រះអង្គពេលនេះកងទ័ពរបស់ពួកយើងឡោពាត់ឲ្យរ៉ាត់បានហើយសូមព្រះអង្គចេញបញ្ជាទៅអខំហាំលេងជីស្មៅត្រូវតែជីទិរឹខំមកមានតបធំរបស់គេចេញមកក្រាបទូលនាំកងទ័ពបើសិនជាការនៅពេលនេះពួកយើងប្រកាសជាឆាំងជាមិនខានទេក្រាបទូលសិនកងទ័ពជួយត្រឡប់មកវិញប្រងតែទៅដល់ថយចម្ងាយ50លីជឿព្រះអង្គលោកគិតថាកញ្ជ្រោងកញ្ច័ន្ទដូចជាមហាមោលាក់តបធំនៅកន្លែងណាទៅ
មន្ត្រីច្រើនណាស់បានថ្វាយដីកាសូមឲ្យព្រះអង្គដកទ័ពប្រឈមជាមួយនឹងសត្រូវមួយរយៈពេលហើយបាត់បង់កម្លាំងទ័ពអស់ច្រើនពេលនេះខាងរាជការច្បាស់ជានៅមិនសុខនោះទេលោកត្រៀមសរសេរជំនួសយើងទេរួចផ្ញើទៅឲ្យសម្ដេចកុលសម្ព័ន្ធតាអូលៀងហាននិងអារុថៃប្រាប់ពួកគេថាច្បាំងលើកនេះយើងតស៊ូដើម្បីការពារជីដែនរបស់យើងបើគេមិនបំពេញទេយើងក៏មិនប៉ះពាល់គេដែរហើយឲ្យគេដកទ័ពតាមធម្មតាធ្វើការដោះដូរប្រទេសនិងរួមសัตว์ជាមួយគ្នាបានហេតុអីទ្រង់មិនសរសេរផ្ញើឲ្យមហាមោមើលទៅព្រះអង្គមិនព្រមអភ័យទោសឲ្យគេនោះទេមហាមោគឺខុសប្លែកពីមនុស្សទៅនោះពួកយើងបានសួរទាហានប្រចាំការនៅស៊ីហ្វឹងខើកុលសម្ព័ន្ធរបស់អយរ៉ាត់ជំនាញយុទ្ធសាស្ត្រនៃយ៉ុងឈឺប៉ុន្តែពួកគេកំពុងតែរៀនសូត្រយុទ្ធសាស្ត្រពីរឿងនេះហើយនៅមានទៀនបើចិនហ្វូបានរាយការណ៍ថាមហាមូក៏បានចំណាយប្រាក់ច្រើនដើម្បីជួលអ្នកដែលមានថ្វីដៃពូកែធ្វើអាវុធកំភ្លើងនិងទិញដែកមួយចំនួនដរាបណាយើងនៅមានជីវិតរាជវង្សមីងគ្មានថ្ងៃរលត់ជាដាច់ខាតកញ្ជ្រោងកញ្ចាស់នោះទីបំផុតលិចក្បាលមកហើយសម្ព័ន្ធអរុណថៃមកលៀងហានដឹងតាពួកគេបានចល័តទៅស្លាប់ខាងជួយនឹងស្ដាំរបស់ទ័ពយើងផ្លូវទៅកំពង់ផែឆាងឆឹងត្រូវបានកាត់ផ្ដាច់ដូច្នេះពួកយើងពិបាកណាស់មិនទាន់ដល់ពេលគេមិនបង្ហាញខ្លួននោះទេព្រះអង្គអ្នកនាំសាររបស់អយរ៉ាត់មកដល់ហើយទូតដល់ក្លាហានមានអ្វីចង់និយាយទូលមកគុំទទួលបញ្ជាពីស្ដេចមហាមូឲ្យផ្ញើសារមកថ្វាយអធិរាជវង្សមីងតែម្ដងគឺធ្វើដូចជាពីដល់ហើយជ្រុលពេកហើយទីហ្នឹងជ្រុលពេកទៅដឹងមើលចុះសម្រាប់ចៅតើគេចង់ច្បាំងគ្នាយ៉ាងម៉េចទូលមកគុំឮមកថាទ័ពជំនួយសាន់ឈៀនឈីងពូកែប្រយុទ្ធលើសេះសម្ដេចមហាមូដឹកនាំកងទ័ពដើម្បីប្រយុទ្ធជាមួយនឹងកងទ័ពជំនួយសាន់ឈៀនឈីងហើយបើសិនជាចាញ់ពួកយើងនៅព្រមទទួលទោសពីអធិរាជមីងបើសិនជាមហាមូឈ្នះសម័យអធិរាជនគរមីងកុំឈៀនជើងមកខាងក្រៅអស់មួយជីវិតតែម្ដងថ្លើមធំមែនចឹងណាយោថ្លើមធំកូនកតោមែនពុតជាថ្លើមធំមែនជាប្រេះប្រាស់មែនពុតជាក្អើយកតោពេកហើយមហាមូចង់ឈ្នះក្នុងពេលតែមួយឯងល្អយើងលើថាតបកណ្ដាលរបស់សម្ដេចមហាមូគឺសិតតែខ្លាំង 8,000 នាក់ពួកគេពូកែធ្វើសឹកសង្គ្រាមពួកគេជ្រើសរើសតបសាន់ឈិន 8,000 នាក់ហើយយើងជាអ្នកដឹកនាំចេញធ្វើសឹកដោយផ្ទាល់បែបនេះមិនបានទេមិនបានទេក្រាបទូលព្រះអង្គហេតុអីក៏បានជាទ្រង់ភ្នាល់បែបនេះគឺគ្រាន់តែប្រើកំភ្លើងពួកយើងអាចកម្ចាត់អយរ៉ាត់បានបាត់ហើយតែព្រះមហាមូទេជួបគ្នាលើសមរភូមិព្រះអង្គស្អែកនេះទូបង្គំទៅជំនួសព្រះអង្គសូមព្រះអង្គមានព្រះតម្រិម្ដងទៀតក្រាបទូលព្រះអង្គព្រះតម្រិសូមព្រះអង្គព្រះតម្រិក្រាបទូលចាប់បាំងស្អែកនេះទ្រង់អាចប្រើហ្វាំងជុងឬក៏ចាងពូជំនួសបានអធិរាជនគរមីងមិនចាំបាច់ធ្វើបែបនោះឡើយពួកយើងមានតបឈិនជឿជីងមានកំភ្លើងធំទ្រង់លះបង់ខ្លួនដោយយកព្រះកិត្តិនាមយកមកគិតព្រះអង្គនេះជាសម្ដីរបស់អ៊ីឈិន
ដូចជាមិនស្មោះត្រង់នោះទេតាមពិតទៅយើងចង់និយាយពិតជាល្ងងខ្លាំងការពិតកំភ្លើងនិងកំភ្លើងធំអាចធ្វើឲ្យសត្រូវដកថយប៉ុន្តែធ្វើឲ្យមនុស្សដួលស្លាប់ជាច្រើនបែបនេះយកជ័យជំនះនៅលើខាងក្រៅកាន់តែពិបាកជាងមុនសម្ដេចតាចេញច្បាំង5លើកតែងតែទទួលបានជោគជ័យត្រឡប់មកវិញក៏ព្រោះតែហេតុផលនេះមែនទេយើងត្រូវដើរទៅលើគោលដៅមួយទៅមុខទីផ្សារជីដែនត្រូវបិទចោលមហាមោប្រកាន់ថាតបរបស់គេនៅអាយងខុងជឿល្អយើងនឹងបំបត្តិបង្អួតរបស់គេចោលទៅរួចនឹងបំបាក់កម្លាំងចិត្តតបរបស់ពួកគេតាមរយៈវិធីនេះគឺពួកកុលសម្ព័ន្ធផ្សេងទៀតប្រកាសជាព្រមចុះចូលដោយមិនបាច់ច្បាំងផងព្រះអង្គរបស់លោកមិនមែនជាមនុស្សដែលចូលចិត្តនិយាយអួតចូលចិត្តប្រើសមត្ថភាពខ្លួនឯងសម្ដេចតាព្រះបិតាសូមព្រះអង្គចាំមើលច្បាំងថ្ងៃស្អែកទូបង្គំនឹងខំប្រឹងដើម្បីព្រះអង្គទាំងពីរទូបង្គំគ្មានផ្លេចចាញ់នោះទេហើយទូបង្គំមិនព្រមចាញ់ទ្រង់ទាំងពីរដែរសូមទ្រង់ទាំងពីរជូនពរដល់ទូបង្គំសូមព្រះជាម្ចាស់ប្រទានពរដល់ខ្ញុំផងជួយបំផ្លាញកងទ័ពរាជវង្សវិញឲ្យខ្ញុំផងនេះខ្ញុំសូមមើលរបាយការណ៍ទាហាននៅថ្ងៃនេះសិនមើលមានរបាយការណ៍កងទ័ពទេស្អែកនេះដល់ថ្ងៃចេញច្បាំងបើមានរឿងនឹកសម្បានបណ្ដុលនឹងคล้ายទៅជាមហន្តរាយមួយរំពេចព្រះអង្គមានឋានៈចង់ធ្វើបែបនេះពួកយើងត្រឹមតែបណ្ដោយទៅតាមព្រហ្មលិខិត3ចំនួនមកដល់សប្តាហ៍នេះហើយពេលនេះពួកទ្រង់កំពុងតែស្ថិតនៅលើឋានលើពួកសត្រូវដែលកំពុងតែប្រឆាំងជាមួយនឹងយើងកំពុងតែកាន់ដាវបួងសួងដល់ព្រះច័ន្ទពួកគេគឺសិតតែសង្ឃឹមថាយកគ្រងឆ្អឹងរបស់ពួកយើងដើម្បីបញ្ចុះនៅលើវាស្មៅទៅនេះដើម្បីធ្វើឲ្យទឹកដីរបស់ពួកគេសម្បូររុងរឿងពួកគេត្រូវការបំផ្លាញផ្ទះរបស់ពួកយើងពួកគេឈ្លានពានទឹកដីរបស់ពួកយើងពួកគេគឺធ្វើបែបនេះកាលពី100ឆ្នាំមុនមកម្លេះពួកគេបានត្រឡប់មកម្ដងទៀតជាងមិនខ្វល់នោះទេថាគ្រប់គ្នាខ្លាចឬអត់ពួកយើងគឺមិនអាចជ្រើសរើសបើសិនជាត្រូវ
បោះបង់ចោលថយក្រោយបុព្វបុរសពួកយើងប្រកាសជាយំហើយព្រោះថាមានកូនចៅដែលកំសាធ្វើឲ្យឈាមបងប្អូនយើងហូរដាបជាទន្លេបើសិនជាបោះបង់មួយជំហានថយក្រោយប្រពន្ធហើយនឹងកូនរបស់យើងនឹងប្រកាសជាត្រូវវិនិច្ឆ័យហើយគ្រប់គ្នាត្រូវតែមានការឈឺចាប់មិនចង់ឲ្យគេធ្វើបាបពួកយើងអស់មួយជីវិតនោះទេមុនពេលព្រះអាទិត្យលិចនៅថ្ងៃនេះខ្ញុំនឹងមានមនុស្សដែលដួលស្លាប់ជាច្រើនគឺជាពាក្យផ្ដែផ្ដាំរបស់យើងបើសិនជាគ្រប់គ្នាឃើញថាយើងធ្លាក់ពីលើសេះនោះហាមកាន់ទុកព្រះអាទិត្យរះព្រះច័ន្ទនៅទឹកដីនគរមីងទៅដល់ទីនោះសំឡប់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 ចា 5 ហេតុសេពប្រសូតហើយព្រះពុទ្ធសាសនាប្រទានពរឲ្យទ្រង់ទាំងពីរមានសុវត្ថិភាពហើយរឿងនេះទៅទូលមហាឆាប់តែពួកយើងឆាប់តែលេឡើង
យកទង់របស់គេមកជប់ឡាចូលដកធ្វើដកថយដកថយមហាក្សត្រដ៏អង្អែលទូលគុំបានដឹកនាំកុលសម្ព័ន្ធតាកុលសម្ព័ន្ធអ៊ូលៀនហាកុលសម្ព័ន្ធអារុថៃដើម្បីចុះចូលរួចស្វាមីភក្ត្រចំពោះព្រះអង្គសូមព្រះអង្គមេត្តាដល់ពួកទូលបង្គំផងយើងទទួលអស់លោកសង្ឃឹមថាមនុស្សនៅខាងក្រៅកំផែងគឺជាក្រុមគ្រួសារតែមួយមិនធ្វើសឹកសង្គ្រាមសូមឲ្យព្រះអង្គមានប្រជជនជឿនយូរសូមឲ្យព្រះអង្គមានប្រជជនជឿនយូរសូមឲ្យព្រះអង្គមានប្រជជន10000ឆ្នាំសូមឲ្យព្រះអង្គមានប្រជជន10000ឆ្នាំសូមឲ្យព្រះអង្គមានប្រជជន10000ឆ្នាំលោករកឃើញដែរទេនៅទីនេះក្រាបទូលបង្គំជីករកនៅបន្ទាយចាស់របស់មាហូទម្រាំតែឃើញគ្រប់យ៉ាងនៅក្នុងនេះអស់ហើយរងចាំព្រះអង្គជាសាសបោចាំតូតមើលចុះរឿងដែលយើងត្រូវរបួសហាមសពសាចេញទៅក្រៅអ្នកណាដឹងមានតែលោកហ្វាំងចុងតែប៉ុណ្ណោះឆាប់ទៅប្រាំសិជីឲ្យបានឲ្យគេត្រៀមយិនសិនព្រមទាំងវូកូនិងវងជីមធ្វើជារង្វាន់ចែកឆាត់ដល់កុសសម្ព័ន្ធទៅនោះលោកចាំបាច់ត្រូវទៅធ្វើដំណើរឲ្យទៅដល់កន្លែងចិញ្ចឹមសត្វទាំងអស់នោះហើយប្រាប់ពួកគេអំពីគោលបំណងនៃការដោះដូរទីផ្សារជីដែនមិនចឹងការច្បាំងដូចនេះគឺមិនមានប្រយោជន៍នោះទេទៅព្រះអង្គសូមទ្រង់ប្រចាំពីមុខរបួសផងពេលនេះទ្រង់ផ្អាកមានបន្ទូលសិនទៅក្រាបទូលព្រះអង្គទូលបង្គំទទួលរាជបញ្ជាគ្រប់យ៉ាងនៅខាងក្រៅពឹងទៅលើលោកហើយព្រះអង្គជាងមកដល់លុតជង្គង់សូមឲ្យព្រះអង្គមានប្រជជន10000ឆ្នាំ10000ឆ្នាំ
ក៏ហៅមន្ត្រីក្រសួងរៀបចំពិធីការអ៊ីឈៀនអាននិងពាក្យស្រណោះអាល័យនៅក្នុងពិធីសពឆ្នាំទី5នៃរាជការសៀនតើថ្ងៃទី3ខែ9អធិរាជសៀនតើនៃនគរមីងជូចាជីរៀបចំពិធីឲ្យសមនូវកិត្តិយសដល់បុគ្គលដែលបានលះបង់ជីវិតព្រមទាំងវិញ្ញាណក្ខន្ធមេទ័ពទាំងអស់របស់នគរមីងសឹកលើកនេះធ្វើដំណើរមកដល់មួពើងដើមហេតុកើតចេញពីសកម្មភាពសត្រូវធ្វើខ្លួនលាក់លៀមដូចជាបិសាចចិត្តគំនិតពួកគេសាហាវខូខើជាតិកំណត់របស់កុលសម្ព័ន្ធនីមួយៗត្រូវបានកំណត់ឡើងក៏ព្រោះតែបាបទាហានក្លាហានបានចេញច្បាំងដើម្បីកម្ចាត់សត្រូវព្រោះតែមានកងទ័ពក្លាហានរឹងមាំទើបកម្ចាត់ទ័ពសត្រូវបាននៅពេលដែលពួកជើងចល័តទ័ពពួកព្រៃផ្សៃប្រកាសជាគ្មានកន្លែងត្រូវទៅជនស្នេហាជាតិនិងទាហានក្លាហានសុទ្ធតែជាវីរបុរសរបស់នគរមន្ត្រីនិងមេទ័ពសុទ្ធតែជាវីរបុរសមហាសមុទ្រទាំង4អ្នកខ្លះបាត់បង់ផ្ទះសម្បែងអ្នកខ្លះបាត់បង់ជីវិតអ្នកខ្លះរងរបួសព្រោះដាវនិងលំពែងនេះហៅថារាត្រីដ៏វែងអន្លាយការរស់រានមានជីវិតគឺជាអ្នកក្លាហានគ្រប់គ្នានឹងចងចាំថាជ័យជំនះនៅថ្ងៃនេះគឺជាការនាំមកនូវភាពសុខសាន្តដល់ផែនដីវិញ្ញាណក្ខន្ធបុព្វបុរសនៅទីកន្លែងមួយនេះសូមឲ្យបានទៅកាន់សុគតិភពរួចធ្វើដំណើរទៅតាមទង់របស់កងទ័ពដើម្បីឆ្ពោះទៅរកមាតុភូមិរបស់ខ្លួនការប្រត់ប្រាស់សាច់ញាតិបងប្អូននិងការលះបង់ជីវិតរបស់ក្រុមគ្រួសារកុំធ្វើជាខ្មោចអនាថានៅលើទឹកដីអ្នកដទៃយើងសូមប្រកាសគុណសម្បត្តិទៅឲ្យទាហានអង្គអាចក្លាហាននៅពេលដែលគ្រប់គ្នាបានត្រឡប់ទៅផ្ទះសម្បែងរៀងរាល់ឆ្នាំនឹងមានការប្រទានអាហាររៀងរាល់ខែនឹងទទួលបានប្រាក់បៀវត្សហើយយើងនឹងប្រទានរង្វាន់ដើម្បីលើកទឹកចិត្តចំពោះអ្នកដែលនៅមានជីវិតឲ្យសមនឹងកិត្តិយសអ្នកស្លាប់ត្រូវតែរៀបចំពិធីអនិច្ចាគួរឲ្យសង្វេគសូមឲ្យព្រះអង្គប្រជញ្ញមុនឆ្នាំនាំធាតុពួកគេមកវិញផងបញ្ជូនឲ្យក្រុមគ្រួសាររបស់ពួកគេពេលមកគឺមកជាមួយគ្នាពេលទៅគឺត្រូវទៅជាមួយគ្នាពួកជើងទៅផ្ទះវិញពួកជើងទៅផ្ទះវិញពួកជើងទៅផ្ទះវិញយើងទៅផ្ទះវិញពួកយើងត្រូវត្រឡប់ទៅខ្ពង់រាបខាងលិចពួកយើងសល់តែ13នាក់តែប៉ុណ្ណោះហើយក្រោះទាំង13ឈុតដាវទាំង13ដើមនៅមានឱកាសកម្ចាត់ពួកគេបានម្ដងទៀតដែរយូសូមអបអរព្រះមហាក្សត្រនីម្ចាស់ស្ត្រីប្រសូតហើយបានព្រះបុត្រាពេលនេះទ្រង់ទាំងពីរមានសុវត្ថិភាពហេតុប្រមេសូមអបអរព្រះមហាក្សត្រនីសរសេរសារផ្ញើទៅព្រះអង្គថាពេលនេះព្រះអង្គទទួលបានបុត្រាពីរព្រះអង្គ
នៅវាលស្មាអាកាសធាតុត្រជាក់ណាស់ត្រូវតែឆាប់យាងត្រឡប់មកវិញប្រមេសម្ដេចតាព្រះបិតាទូបង្គំត្រឡប់មកវិញហើយចម្បាំងលើកនេះពួកយើងគឺទទួលបានជ័យជំនះទូបង្គំមិនដឹងទេច្រើនថ្ងៃមុននេះទូបង្គំតែងតែយល់សពឃើញទ្រង់ទាំងពីរទូបង្គំពិតជានឹកដល់ទ្រង់ពេលនេះទូបង្គំមានបុត្រាហើយចាំដល់ពេលពួកគេធំបន្តិចទៀតទូបង្គំនឹងនាំពួកគេមកគ្រប់ទ្រង់សូមពួកទ្រង់ប្រទានពរដល់បុត្រទូបង្គំផងព្រះមេដាបទថ្វាយបង្គំព្រះមេដាបត់មានរបួសទេក្រោយពេលច្បាំងរួចពួកគេប្រាប់មេដាថាបត់បានដឹកនាំកងទ័ពធ្វើសឹកដល់តលដឹងទេថាមេដាបារម្ភប៉ុណ្ណានោះមានមនុស្សច្រើនដែលចាំការពីបនបើសិនជាមេដាដឹងថាបត់យកជីវិតទៅបដូរបែបនេះមេដាមិនព្រមទេមុនពេលឡើងសមរភូមិបត់បានសន្យាអ្វីខ្លះនៅពេលដែលសម្ដេចតាចេញច្បាំងនោះទ្រង់ក៏ដឹកនាំកងទ័ពដោយផ្ទាល់ដែរនោះជាសម្ដេចតាមិនជាបត់នោះទេព្រោះទ្រង់មានមេដារងចាំមើលព្រះអង្គដូចពេលនេះបុត្រនឹងខុសហើយទូបង្គំសន្យាទូបង្គំមិនធ្វើដែលបន្ថយជីវិតទេលើកនេះបានជ័យជំនះត្រឡប់មកវិញពួកយើងឲ្យរស់នៅបានសុខសាន្តរាប់សិបឆ្នាំរួចទូបង្គំនឹងត្រឡប់មកធ្វើជាបុត្រកតញ្ញូបើសិនជាបុត្រកុហកមេដាម្ដងទៀតមេដានឹងឡើងសមរភូមិអូសកោះបុត្រត្រឡប់មកវិញក្រាបទូលមានតែជួបបុត្ររបស់បុត្រហើយនៅទូបង្គំបានទៅថ្វាយបង្គំបព្វបរោះបន្ទាប់មកក៏ជួបនឹងព្រះមេដាអាយ៉ាឆាប់ទៅតែព្រះអង្គធ្វើជាបិតារបៀបណាឬមួយមិនខ្លាចជាអញរិះគន់ទេពិធីគម្រប់ខួប1ខែដល់ក្មេងៗក៏មិនទាន់បានរៀបចំនេះរឿងផ្សេងទុកមួយឡែកសិនទៅរះថ្ងៃល្អរួចពួកយើងមកជួបជុំនឹងអបអរជាមួយគ្នាតើល្អទេបើមិនរៀបចំពិធីគម្រប់ខួប1ខែទេនឹងមានបញ្ហាប្អូនទី2ម្ចាស់ពូរបស់ព្រះអង្គនិងមនុស្សចំណិតរបស់គេនៅពេលនេះពួកគេកំពុងតែសោកសៅមិនទាន់និយាយជាមួយនឹងម្ចាស់ពូរបស់ព្រះអង្គឡើយហេតុនេះទៅពួកគេមកពិភាក្សាជាមួយព្រះមេដានិយាយអំពីចំណុចមិនល្អបន្ទោសទូបង្គំមកទូបង្គំទទួលស្គាល់នៅរឿងដែលគេបាននិយាយនៅចំពោះមុខពិធីបរមសពថ្ងៃដែលបាត់ទទួលស្គាល់មនុស្សនៅខាងក្រៅច្រើនណាស់រឿងមិនល្អងាយនឹងផ្សព្វផ្សាយចេញទៅការពិតមេដាគិតច្បាស់ហើយទៅប្រាប់ដល់បុត្រតើបុត្រដឹងអស់ហើយមែនទេបុត្រត្រឡប់មកវិញរឿងផ្សេងទៀតពិភាក្សាតាមស្រួលទៅព្រះអង្គជាងមកដល់ព្រះអង្គយើងត្រឡប់មកវិញហើយមែនទេហេតុអីមិនប្រាប់ខ្ញុំម្ចាស់ជាមុនអញ្ចឹងមិនឯងនោះទេយើងធ្វើដំណើរមកមុនពេលកំណត់ព្រោះហេតុនេះ
មហាក្សត្រយ៉ាងនេះបានបន្ទោសយើងនេះជាបុត្រារបស់យើងហ៎ សូមព្រះអង្គទតទៅប្រពើ មើលទៅចិញ្ចាំគឺដូចជាយើង ខ្ញុំម្ចាស់ទៅតែនិយាយឈ្មោះអ៊ីអឺថាបេដារបស់បុត្រច្បាំងឈ្នះហើយថ្ងៃក្រោយបុត្រត្រូវទៅរៀនសូត្រពីព្រះបេដាបានច្រើនរួចដើរតាមតម្រុយរបស់ព្រះអង្គ បានឃើញបុត្ររូវៃហើយណា ខ្ញុំម្ចាស់បានឃើញបុត្ររបស់គេនៅដំណាក់មហាក្សត្រយានីហើយមេធំណាស់ថែមទាំងរឹងមាំទៀត មហាក្សត្រយ៉ាងនេះមានស្វណ្ណែងគួរតែរៀបចំពិធីគម្រប់ខួបមួយខែដែលខាត់ត្រូវតែរៀបចំព្រោះថាទ្រង់ចាំយើងត្រឡប់មកវិញរួចហើយគ្រប់គ្នាក៏ជជែកគ្នាលេង ព្រះពើធ្វើតាមបំណងរបស់ព្រះអង្គចាស់ព្រះពើ ព្រះអង្គព្រះមហេសីយើងមកដល់ហើយ ខ្ញុំម្ចាស់ថ្វាយបង្គំព្រះអង្គ តាមសម្រួលសម្រាប់បុត្របន្តិចមកអូយអូបីដាមើលបុត្រពូកែជាសេះបាញ់ព្រួយដែរទេហ្នឹង បាត់នឹកក្មេងណាអាចធ្វើអ្វីបានទៅ យ៉ាយំហើយអង្គុយមកដែរទេអាយ៉ាអូមើលគេចោមានរឹកពីសំធ្វើជាព្រះអង្គដល់ហើយនឹងហ៎ ព្រះអង្គទ្រង់លែងសើចជាមួយខ្ញុំម្ចាស់ហើយ បុត្របិតាមេដារបស់បុត្រមានអារម្មណ៍មិនល្អនោះទេខឹងនឹងបុត្រហើយអូយូលក់ហើយ ម្ចាស់ស្ត្រីជាមនុស្សស្មោះត្រង់ជាងគេ បងគឺថាអូនគឺជាមនុស្សស្មោះត្រង់ជាងគេមហាក្សត្រយ៉ានីមានបញ្ជាឲ្យព្រះអង្គជ្រើសរើសថ្ងៃដើម្បីឲ្យគ្រួសាររបស់ពួកយើងជួបជុំគ្នាព្រមទាំងរៀបចំពិធីគម្រប់ខួបមួយខែឲ្យក្មេងៗព្រះអង្គទ្រង់ជ្រើសរើសថ្ងៃរួចហើយនៅ បងគឺបានរើសថ្ងៃទុករួចហើយគ្រាន់តែចាំដល់ពេលនោះដើម្បីឲ្យក្រុមគ្រួសារពួកយើងជួបជុំគ្នាអូយំទៀតហើយ ថ្វាយបង្គំព្រះមហេសីថ្វាយបង្គំព្រះអង្គទូលបង្គំថ្វាយបង្គំព្រះអង្គ តាមសម្រួលហើយមានការអីទៅចាំនិយាយគ្នាថ្ងៃស្អែកក៏បានណែឆាប់ពើកូនទៅដំណាក់វិញទេ អូ នោះជាព្រះអ្នកតារបស់ទូលបង្គំមែនទេ តើមានការសំខាន់អ្វីដែរទេ ព្រះអង្គមានដំណឹងសម្ងាត់ក្រាបទូលមិនអាចសរសេរជាអក្សរបានឡើយមិនដូច្នោះទេទូលបង្គំទទួលទោសប្រហារជីវិតជាមិនខានម្ចាស់ស្ត្រីនិងព្រះម្ចាស់ហើយ ឯងប្រាប់ថាព្រះអង្គម្ចាស់ហាននិងម្ចាស់ស្ត្រីមានពិធីអ្វីធ្វើឲ្យព្រះអង្គម្ចាស់ហានរលាយបានពីពិភពលោកនេះទៅបានដែរទេ
សម្ដេចតាទ្រង់គិតថាទូមង្គមគួរធ្វើយ៉ាងណាទៅដល់មនុស្សនៅក្នុងដំណាក់ម្ចាស់ពូទី2បានផ្សព្វផ្សាយពាក្យចចាមរាមទូបង្គំអត់ធ្មត់ជាមួយនឹងពួកគេមនុស្សចំណិតនៅក្នុងដំណាក់របស់គេផ្ញើដីកាមកឲ្យគេសរសេរទូបង្គំគឺជាមហាក្សត្រអសមត្ថភាពទូបង្គំមិនបានដាក់ទោសពួកគេណាឡើយទូបង្គំមិនអត់ធ្មត់ហើយអត់ធ្មត់ទៀតចូលគេជាប់ឃុំឃាំងមានអារម្មណ៍ថាស្មុគស្មាញដូច្នេះទូបង្គំក៏ដោះលែងគេមានសេរីភាពទូបង្គំមិនដោះលែងគេឲ្យចាចេញទៅច្បាំងដើម្បីប្រទេសជាតិនេះជាគុណសម្បត្តិតែគេមិនភ្ញាក់រលឹកនេះជាបញ្ជាពីឋានសួគ៌ព្រះអង្គមានរាជបញ្ជាឲ្យប្រហារជីវិតមេទ័ពដែលចោះចូលនឹងសត្រូវឈិនសៀននិងមេទ័ពស្លាប់ឆ្វេងក្នុងជួរទ័ពអ៊ូវិនមេទ័ពឆ្វេងកងទ័ពដឹកជញ្ជូនឆ្វេងអានសៀនមេទ័ពកណ្ដាលនៃទ័ពឈិនជឺឈីងព្រះអង្គចាប់រាជបញ្ជាប៉ុន្តែទូបង្គំបានឃើញសម្បត្តិរបស់គេឆ្លើយតបតទៅបន្ទាយរបស់អយរ៉ាន់គេញុះញង់ឲ្យអយរ៉ាត់មកលំពាត់ពួកយើងគេអាចមើលឃើញរបាយការណ៍សម្ងាត់ដោយមិនចាំបាច់ចាកចេញពីសំណាក់មិនចាំបាច់ចូលរាជវាំងគេមានសមត្ថភាពធ្វើឲ្យមន្ត្រីមួយចំនួនលើកស្ទួយនិងញុះញង់ឲ្យមន្ត្រីផ្សេងទៀតគេខុបខិតជាមួយមេទ័ពធំ3នាក់គឺសម្ព័ន្ធមិត្តសម្ងាត់របស់គេគឺមានចេតនាក្បត់រួចក៏យកភាពអត់ធ្មត់របស់ទូបង្គំមកធ្វើជារឿងកំប្លែងគេធ្វើរឿងម្ដងហើយម្ដងទៀតតើពួកគេចង់ធ្វើជាព្រះរាជាមែនទេធ្វើដូចជាសម្ដេចតាមែនទេធ្វើឲ្យខ្លួនឯងខ្លាយទៅជាបុត្ររបស់ទេវតាធ្វើឲ្យរង្គោះរង្គើឃើញតែស្រមោលកំយំអីប្រប៉ោកំយំអីឈីអីស្រេចទឹកហើយនាំគេទៅផឹកទឹកបន្តិចទេប្រមេអញនេះបញ្ញាប់ចេញទៅក្រៅទេពេលដែលព្រះអង្គយើងមកឆាប់ប្រាប់យើងយើងមកដល់ទីនេះតាំងពីពេលណាហេតុអីក៏ខ្ញុំម្ចាស់មិនដឹងព្រះពរព្រះអង្គមានបញ្ជាឲ្យទូលព្រះមហេសីថាពិធីគម្រប់ខួប1 ខែធ្វើនៅជប់នេះពួកអញចេញទៅព្រះអង្គឲ្យមកប្រាប់ព្រះមហេសីថាថ្ងៃនេះព្រះអង្គប្រជូនទៅមិនអាចទៅចូលរួមខុបកំណត់នៅដំណាក់ព្រះមហាក្សត្រយ៉ានីមិនក៏មានរឿងបែបនេះហេតុអីចាំបាច់ឲ្យយើងទូលថាប្រជូនធ្វើបែបនេះមានន័យថាម៉េចមហាក្សត្រយ៉ានីយ៉ាងម៉េចហ្នឹងហេតុអីក៏មកយប់បែបនេះយប់នេះព្រះអង្គនឹងរៀបចំពិធីគម្រប់ខួប1 ខែដល់បាត់ខ្ញុំម្ចាស់មកសូមមហាក្សត្រយ៉ានីហេតុអីត្រង់មិនព្រមទៅចូលរួមព្រះមេតានិយាយពីរឿងអីហ្នឹងក្រែងព្រះអង្គមានបន្ទូលថាយប់នេះនឹងនៅជាមួយឯងមែនទេ
ព្រះអង្គបញ្ជូនមនុស្សមកប្រាប់យើងថាយប់នេះគេត្រូវការនៅតែ2នាក់ជាមួយនឹងឯងរួចត្រឡប់ចូលវាំង2ថ្ងៃក្រោយឬមួយព្រះអង្គមិនបានមានបន្ទូលបែបនេះទេអូមិនឲ្យព្រះមេយ៉ាងម៉េចនឹងមកពីយប់នេះខ្ញុំម្ចាស់ជ្រុលជាលក់ជ្រុលបន្តិចទៅធ្វើឲ្យផ្លត់ការងារថ្ងៃក្រោយខ្ញុំម្ចាស់នឹងសូមរាជទានទោសពីព្រះអង្គព្រះមេហើយកិច្ចការជប់លៀងនៅក្នុងគ្រួសារសុំទោសធ្វើអីទៅមហាក្សត្រនីនិងព្រះមហេសីមកដល់ពេលណាទៅប្រពរគេទាំងពីរអ្នកមិនមកទេថ្ងៃនេះមានតែយើងម្នាក់ប៉ុណ្ណោះដែលទៅជាមួយនាងហើយនឹងកូនព្រះអង្គបរិបត្តិយើងដេកលក់ហើយខ្ញុំម្ចាស់យកគេទៅដេកសិនកុំប៉ះពាល់គេទុកឲ្យយើងនៅក្បែរគេមួយសន្ទុះទៀតសិនយើងមានរឿងខ្លះចង់សួរនាងពីអ្នកបម្រើក្នុងរាជវាំងដែលខ្លាយទៅជាព្រះជារបស់អាណាដាក្រៃម៉ាទីនក៏ខ្លាយទៅជាម្ចាស់ស្ត្រីប្រទានតំណែងឲ្យបុព្វបុរសរបស់នាងហើយឲ្យនាងខ្លាយទៅជាមេដានៃផែនដីកិត្តិយសរបស់យើងធ្វើឲ្យនាងខកបំណងជើងដឹងមករហូតថាម្ចាស់ពូទី2ជាអ្នកស្នាឈ្មោះរបស់នាងរហូតមកហើយនៅពេលនោះព្រោះតែសម្ដេចតាចង់ទុកមុខឲ្យដល់ពូទី2ទើបយើងក៏ព្រមទទួលស្គាល់នាងកន្លងទៅគឺជាច្រើនឆ្នាំព្រោះតែរឿងនេះទើបយើងធ្វើឲ្យនាងពិបាកចិត្តអត់ទេហេតុអីម្ចាស់ពូទី2ស្នើឈ្មោះរបស់នាងយើងកំពុងតែចាំឲ្យនាងនិយាយការពិតយើងរងចាំទាំងទុក្ខវេទនាយើងគិតថាគួរតែយកចិត្តទុកដាក់ក្នុងចិត្តរបស់យើងប៉ុន្តែយើងស្មានមិនដល់សោះមនុស្សស្រីរមើលគុណចិត្តព្រីផ្សៃដូចជានាងមិនចេះភ្ញាក់រលឹកជប់នេះចិនអ៊ីវៃបានឆែកឆេរទូទាំងរាជធានីក្រោយពេលកន្លងទៅយប់នេះអ្វីគ្រប់យ៉ាងដែលរារាំងផ្លូវរបស់យើងរួចពីអ្វីដែលធ្វើឲ្យយើងមានភាពអាម៉ាស់យើងនឹងធ្វើឲ្យវារលាយសាបសូន្យព្រះអង្គខ្ញុំម្ចាស់មិនធ្លាប់ធ្វើអ្វីខុសនោះទេនាងបានលួចត្រាដើម្បីគេចាស់ចេញពីរាជវាំងនៅពេលនោះយើងពិតជាឆ្ងល់យ៉ាងខ្លាំងហេតុអីតើនាងដឹងតែទេយើងត្រូវការប្រើសេចក្តីព្យាយាមប៉ុណ្ណាទើបនាំខ្លួនគេមកដល់រាជវាំងវិញហើយក៏ប៉ុន្តែនាងដោះលែងគេធ្វើឲ្យយើងប៊ីសនិងស្លាប់នៅសាន់តុងដើរព្រះមហេសីតើមានរឿងអីទូលបង្គំធ្វើតាមរាជបញ្ជាសូមព្រះមហេសីយាងទៅដំណាក់វិញក្រាបទូលទទួលបញ្ជាអីទៅហេតុអីបានជាចាប់អ្នកបម្រើនឹងអាមាត្យច្រើនបែបនេះតើមានរឿងអីទៅនេះជារាជបញ្ជារបស់ព្រះអង្គណារបស់ពួកលោកធ្វើឲ្យយើងផាត់ភ័យហេតុអីមិនអធិប្បាយឲ្យយើងបានយល់អញ្ចឹងយើងបានធ្វើទទួលដល់ព្រះអង្គប៉ុណ្ណោះព្រះមហេសីសូមទ្រង់កន្ធួឲ្យទូលបង្គំមានការលំបាកអីគឺពិតជារាជបញ្ជាព្រះអង្គពិតមែនត្រូវនាំខ្លួនស្រីបម្រើនិងអាមាត្យចាស់ចេញពីដំណាក់ម្ចាស់ស្ត្រីនិងមន្ត្រីទាំងអស់ដែលបានទៅជាមួយនឹងព្រះអង្គម្ចាស់ហានហើយនេះសូមព្រះមហេសីយាងទៅដំណាក់វិញទៅជាងគឺចង់ដឹងការពិតព្រះអង្គព្រះអង្គកំពុងធ្វើអីនឹងព្រះបងព្រះអង្គនាងក៏ដឹងដែរមែនទេព្រះអង្គមានរឿងអីពួកនាងដឹងរឿងគ្រប់យ៉ាងហេតុអីលាក់បាំងជាមួយនឹងយើងព្រះអង្គកុំអីព្រះអង្គតាត្រង់ពីអាចារ្យរាំងទៅនោះមកពីណាទៅហេតុអីបានជាព្រះអង្គធ្វើបាបកូននិងគំរាមមនុស្សស្រីបែបនេះព្រះអង្គស្ដាប់ឮតែទេយើងចង់ដឹងការពិត
ញ្ញត្តិថានឹងស្នើសុំឈ្មោះខ្ញុំម្ចាស់ធ្វើជាសេនីរួចហើយបានផ្ញើអំណោយជាច្រើនមកខ្ញុំម្ចាស់ទៅខ្ញុំម្ចាស់ទៅអរគុណព្រះអង្គដូច្នេះហើយព្រះអង្គម្ចាស់ក៏សូមឲ្យខ្ញុំលួចត្រាននោះខ្ញុំម្ចាស់មិនដឹងថាធ្វើយ៉ាងណាទេយ៉ាងណាខ្ញុំម្ចាស់បាននៅក្នុងដៃរបស់ទ្រង់ហើយក្រៅពីធ្វើបែបនោះខ្ញុំម្ចាស់មិនដឹងថាគួរធ្វើយ៉ាងម៉េចទេព្រះអង្គទាហានព្រះអង្គឃ្លាំមើលពូននាងបានល្អកុំឲ្យនាងសម្លាប់ខ្លួនចាំពេលយើងត្រឡប់មកវិញក្រាបទូលចាំយើងត្រឡប់មកវិញមិននឹកស្មានថាម្ចាស់ពូហ៊ានចាត់ការពួកគេដោយខ្លួនឯងនោះទេព្រះអង្គហេតុអីទើបយាងមកដល់ទូលបង្គំចាំទ្រង់យូរហើយពួកយើងទៅនិយាយខាងក្នុងទៅបើគ្មានបញ្ជាហាមធ្វើអ្វីផ្ដេសផ្ដាសតើមានរឿងអ្វីចំពោះម្ចាស់ស្ត្រីទេតើឯងដឹងរឿងអ្វីខ្លះទៅជើងដឹងថាទ្រង់ខុបខិតជាមួយមហាមោរួចក៏ប្រាប់ពីដំណើររបស់ទ័ពដល់ពួកគេប្រាប់ពួកគេឲ្យបោះជំរំធំនិងភាពរឹងមាំរបស់កងទ័ពបើសិនជាទ័ពមីងចាញ់ទ្រង់នឹងទទួលបានអ្វីទៅនឹងប្រគល់ទឹកដីខាងក្រៅកំផែងឲ្យទៅពួកគេព្រោះយើងតែទៅគិតថាឯងនឹងត្រូវស្លាប់រួចយើងនឹងទប់ស្កាត់ភាពចលាចលទាំងនោះពេលដែលសម្ដេចតាដឹកនាំកងទ័ពលើកចុងក្រោយទ្រង់ក៏បានខុបខិតជាមួយសត្រូវទើបធ្វើឲ្យទ័ពយើងបរាជ័យទ្រង់គឺធ្វើឲ្យសម្ដេចតាអស់ប្រជញ្ញគឺព្រះបិតាមានសុខភាពមិនដឹងបំខ្លួនឯងយើងគ្រាន់តែមានចេតនាធ្វើឲ្យទ្រង់ស្លាប់ព្រោះសុខភាពប៉ុណ្ណោះប៉ុន្តែស្មានមកដល់ថាឯងដើរមុនយើងមួយជំហានសោះក្មួយសម្លាញ់ឯងបានធ្វើជាមហាក្សត្រហើយឯងគួរតែអរគុណពូទី2របស់ឯងមែនទេពេលនេះឯងដឹងរឿងរ៉ាវអស់ហើយចុះដឹងដែរទេថាបិតារបស់ឯងស្លាប់ដោយរបៀបណាឯងនៅចាំហៅថៃបានទេអាមាត្យចំណិតរបស់ព្រះបិតាឯងបិតារបស់ឯងដំឡើងតំណែងរបស់គេនាំចេញពីដំណាក់រាជពេទ្យគេយល់ដឹងអំពីការប្រើថ្នាំតិចតួចគ្រប់ពេលដែលសុខភាពបិតាឯងមិនដឹងហើយថៃនឹករកឱសថបំរុងជូនព្រះបិតាឯងប៉ុន្តែថ្នាំទាំងអស់នេះសុទ្ធតែរងាស់ចេញពីដំណាក់ព្រះអង្គម្ចាស់ហានដោយប្រើយន្តសិនល្អព្រមទាំងគង្គក់ព្រិលសំណាងមិនល្អគ្រាន់តែបន្ថែមបរិមាណថ្នាំតែបន្តិចបន្តួចប៉ុណ្ណោះនឹងក្លាយជាថ្នាំពុលភ្លាមហើយដឹងដែរទៀតដំបូងយើងតាំងចិត្តថានឹងជួយឯងរៀបចំពិធីបុណ្យសពបិតារបស់ឯងរួចមើលអាការៈស្លាប់របស់បិតារបស់ឯងដល់ពេលនោះតើនគរនឹងមានភាពស្ងប់ស្ងាត់ដែរទេ
មានគិតត្រង់ចំណុចនេះច្បាស់ទេព្រះអង្គបណ្ដោយឲ្យគេរលីខ្លាចទៅជាភេទហើយយើងនឹងទុកគេថាមិនធ្លាប់មានជីវិតនៅលើលោកនេះហាថៃចាប់ទៅនាំហាថៃមកភ្លាមហាថៃមិនចាំបាច់លុតជង្គង់នោះទេចាប់ទៅហាថៃមកភ្លាមមានតបធំទាំង3កាត់ក្បាលអស់ហើយមែនទេមានទ័ពពេញមកជួបយើងឲ្យឆាប់ឡើងមែនតែជឿកំពុងតែណាស់ទេមើលទៅតើអ្នកណាកំពុងតែចាំយើងខ្លះទៅព្រះអង្គមុននេះទ្រង់បានជាងទៅដំណាក់ម្ចាស់ក្សត្រីអូមែនជឿទៅដំណាក់ម្ចាស់ក្សត្រីធ្វើអីទៅព្រះអង្គហៅថៃមានជំងឺបានស្លាប់តាំងពីឆ្នាំមុនមកម្លេះក្រាបទូលគេជាអ្នកស្រុកណាទេហើយចិនអ៊ីវៃអូគេយកមកព្រះអង្គទូលមកគុំបានស៊ើបរួចហើយហៅថៃបានស្លាប់នៅក្នុងរាជវាំងគេមិនមានសាច់ញាតិអ្វីទេពេលនេះមិត្តភ័ក្តិបានបញ្ចុះគេរួចហើយក្រាបទូលជាមនុស្សរបស់ព្រះអង្គម្ចាស់ហានមែនទេព្រះអង្គខ្ញុំម្ចាស់អត់ទេក្រាបទូលទូលមកគុំគឺជាមនុស្សរបស់ព្រះអង្គចាញ់ទៅមុននេះឲ្យប្រាប់ជើងថាយើងមកពីណាទេព្រះអង្គទើបតែមកពីដំណាក់ម្ចាស់ក្សត្រីបន្ទាប់មកទ្រង់ស្រាប់តែទៅដំណាក់ព្រះអង្គម្ចាស់ហានមែនហើយហើយដូចបានជាយើងចាំអ្វីមិនបានអញ្ចឹងព្រះអង្គរឿងមួយក៏យើងកំពុងតែរងចាំសេចក្តីស្លាប់យើងរងចាំសេចក្តីស្លាប់មែនទេទីហ៊ានតើអ្នកណានៅទីនេះមួយប្រុសចាប់ពូទី3មិនចាប់ពូទី3នេះជាបញ្ជារបស់ព្រះអង្គជាបញ្ជារបស់យើងពេញចិត្តហើយនៅហើយដែលបានជាទ្រង់នៅទីនេះទូលមកគុំមកគឺដើម្បីលាបងទី2ពេលដែលទូលបង្គំនៅតូចតែងតែឡើងសមរភូមិរួចដើរតាមបងទី2ជាប់រហូតនៅពេលនោះគាត់ប្រាប់ទូលបង្គំថាបិទភ្នែករួចទម្លុះទៅខាងមុខរួចយើងគឺជាអាវក្រោះការពារដាវលំពេងស្ដាប់មើលទៅដូចជារឿងល្អកាលពីជាតិមុនយ៉ាងចឹង
កុំរវល់តែជ្រួញចិញ្ចាំអីមិនសប្បាយចិត្តទេតែមែនទីយប់នេះអ្នកដែលខុបខិតនៅក្នុងការបះបោរគឺកំចាត់អស់ទៅហើយរាត្រីងងឹតនៅក្នុងរាជវាំងខ្លាយទៅជាអិនតនូហើយជារៀងរហូតយើងនឹងហេតុអីទៅមិនធ្លាប់ខកព្រះអង្គទេព្រោះតែហេតុអីមែនទេហេតុអីបានជាពូទី2ចង់ស្លាប់ហេតុអីបានជាទ្រង់កុហកយើងនេះត្រង់នៅមិនជល់ទៀតតាមមែនទេតើពួកទ្រង់បង្គំនៅមានឱកាសធ្វើអ្វីទៀតទេព្រះអង្គគឺជាក្មេងឆ្លាតព្រះអង្គគឺបានផ្លូវដើររបស់ពួកទូលបង្គំទាំងពីរនៅក្នុងការយកឈ្នះព្រះអង្គទ្រង់ខ្លាយទៅជាមនុស្សម្នាក់ដែលគេគោរពបំផុតនៅក្នុងលោកនេះហើយទូលបង្គំនិយាយថាបងទី2មិនយូរទេ20ឆ្នាំ30ឆ្នាំគឺថាពួកយើងនៅតែសងសឹកមិនបានសម្រេចបងទី2និយាយថាបើអញ្ចឹងគឺមានតែ50ឆ្នាំ100ឆ្នាំ200ឆ្នាំទើបអាចយកឈ្នះបាននៅពេលនេះប៉ុន្តែថ្ងៃណាមួយពួកយើងទាំងពីរនាក់ច្បាស់ជាអាចយកឈ្នះព្រះអង្គបានជាមិនខានទេពួកយើងនឹងធ្វើឲ្យមនុស្សទាំងអស់ដឹងថានៅថ្ងៃខាងមុខប្រវត្តិសាស្ត្រនឹងសរសេរថាអធិរាជសៀនតសម្លាប់ម្ចាស់ពូរបស់ខ្លួនឯងឃើញទេបងទី2គាត់ឆ្លាតប៉ុណ្ណាប៉ុន្តែទូលបង្គំមិនឆ្លាតដូចជាគាត់ទេព្រះអង្គគឺជាអ្នករងថ្មបាក់ក្មួយសម្លាញ់បើអញ្ចឹងរំខានដល់ក្មួយជួយជូនដំណើរដល់ពូទី3ផងដើម្បីឲ្យពូទៅកំដរពូទី2ឯងអ្នកឈ្នះមិនអាចស្លាប់ទេគឺត្រូវតែរស់បន្តទូលបង្គំនៅរកក្មេងតូចឲ្យទៅកំដរទ្រង់ផ្ដល់អាហារ3ពេលសម្លៀកបំពាក់4រដូវមើលថែទ្រង់ឲ្យបានល្អប៉ុន្តែមិនឲ្យនរណាមកជជែកលេងជាមួយម្ចាស់ពូនោះទេនឹងផ្ដល់ភាពរងាញាក់ញ័រគ្រប់គ្នានៅតាមបម្រើព្រះអង្គធ្វើទៅនៅពេលដែលយើងសួរបែរជាគ្មានអ្នកណាឆ្លើយនឹងយើងប្រាប់យើងមកតែយប់មិញមានរឿងអីព្រះអង្គម្ចាស់ស្ត្រីហេតុអីបានជាឆ្លោះគ្នា
ហេតុអីបានជាម្ចាស់ស្ត្រីមិនព្រមជួបមុខយើង មហាក្សត្រយានីទូលមកគុំបានតែយាងម្ចាស់ស្ត្រីហើយប៉ុន្តែទ្រង់ប្រឈួនទូលមកគុំខ្លាចថាគ្មានអ្វីរាយការណ៍ទើបទូលមកគុំសាកស្ទាតថ្ងៃរបស់ម្ចាស់ស្ត្រីរាងកាយម្ចាស់ស្ត្រីក្តៅដូចជាភ្លើងទូលមកគុំមិនដឹងថាហេតុអីទេមហាក្សត្រយានីខាងក្រៅមានមន្ត្រីសុំចូលគាល់ ឲ្យពួកគេទៅចាំនៅដំណាក់សិក្សា ទូលមកគុំថ្លាមធំដែលរំខានពេលរបស់មហាក្សត្រយានី មិនចាំបាច់បត់បាញ់ច្រើនពេកទេតែមានរឿងអីចំពោះព្រះអង្គទៅ ទូបង្គំគិតថាព្រះមហាសត្វនេះគួរតែជ្រាបហើយព្រះមហាសត្វនេះមិនទាន់ជ្រាបទេ បិជីងកាត់ហេតុចលាចលតែទ្រង់ជ្រាបដែរទេក្រាបទូល ឬមិនក៏ទ្រង់ពិតជាបណ្ដឹងមែន តែយើងតែដឹងមកពីណាទៅ មហាសត្វនេះពួកទូលបង្គំបានពិភាក្សារួចហើយរឿងនេះអាចមកពីព្រះអង្គម្ចាស់ហាន នោះនិយាយថាម៉េច កាលពីយប់មិញព្រះអង្គបានបញ្ជាឲ្យសម្រាប់ព្រះអង្គម្ចាស់ហានហើយនឹងឃុំឃាំងព្រះអង្គម្ចាស់ចាវប្រហារជីវិតមានទ័ព6នាក់ចាប់មន្ត្រី33នាក់ចុះចូលជាមួយនឹងព្រះអង្គម្ចាស់ហានពេលនេះនៅពេញជិញកំពុងចលាចលព្រះអង្គថែមទាំងភៀសប្រកាយទៀតធ្វើឲ្យគ្រប់យ៉ាងបារម្ភណាស់រួចក៏សូមឲ្យខាងពួកទូបង្គំធ្វើការអធិប្បាយរឿងនេះឲ្យច្បាស់លាស់ដូច្នេះគ្រប់យ៉ាងគឺគួរឲ្យបារម្ភមែន តែមួយយប់មែនទេអ្វីដែលពួកលោកនិយាយជាការពិតមែនណា ព្រះអង្គពួកមន្ត្រីនៅចាំខាងក្រៅ ជាធ្លាក់នៅ10ជាន់ឬក៏ធ្លាក់នៅ8ជាន់និយាយពីគេឈ្មោះស្អុយសោចដាក់យើងមិនខ្វល់នោះទេជីវិតមួយបដូរដោយជីវិតបើសិនជាមិនពេញចិត្តឯងត្រូវតែចាំបន្តចាំមើលសម័យកាសៀនទៅតើវារុងរឿងប៉ុណ្ណា ព្រះអង្គឯណា សំទូលព្រះមហាសីព្រះអង្គកំពុងតែប្រថាប់នៅក្នុងទីកន្លែងសក្ការៈបូជាបុព្វបុរស នៅសក្ការៈបូជាពីថ្ងៃហើយមិនសោយអ្វីទាំងអស់ឬមួយត្រង់ចង់ធ្វើជាទេវតាមែនទេឆាប់បើកទ្វារទៅ ទូលមកគុំមិនហ៊ានទេ លោកមិនហ៊ានទេ នេះព្រះមហាសី ឆាប់ជាផ្លែ ទូលមកគុំមិនហ៊ានទេ អ៊ីអាមិនអីទេអ៊ីអាតែខ្ញុំដេកលក់យូរប៉ុណ្ណាហើយ អញចាំ
ចាំបានទេអញភ្ញាក់ឡើងនៅពេលថ្ងៃត្រង់ដើម្បីសុំទឹកផាំងអរគុណទេវតាដែលអញពុះពីឧបសគ្គបានម្ដងទៀតរាជបែបប្រាប់ថាព្រោះតែចិត្តអញផិតភ័យពេកធ្វើឲ្យសរសៃឈាមដើមមិនស្រួលបើសិនជាអញមិនដឹងខ្លួនទេប្រហែលជាបងត្រូវរស់នៅលើโลกនេះម្នាក់ឯងហើយបងទុកចិត្តចាស់ខ្ញុំប្រហែលជារស់មិនបានយូរទៀតទេព្រោះព្រះអង្គមិនត្រូវការឲ្យខ្ញុំមានជីវិតទេព្រះអង្គខំអង្អែងនៅក្នុងកន្លែងសក្ការៈបូជាបុព្វបរោះច្រើនថ្ងៃហើយអាហារក៏មិនព្រមសោយចំណែកចិនអ៊ីវៃការពារទីនោះទាំងយប់ទាំងថ្ងៃត្រង់មិនព្រមសោយក្រយ៉ាសំបីតែមួយម៉ាត់ចិនអ៊ីវៃនិយាយថាព្រះអង្គខ្វល់តែពីការផ្ទុំមានពេលខ្លះពេលដែលតានឡើងគឺមានតែបន្ទូលតែអង្គឯងបន្ទាប់មកក៏ផ្ទុំលក់ទៀតទៅសម្រាប់ព្រះអង្គម្ចាស់ហានហើយតែមែនទេមែនហើយបងទៅវិញទៅមិនយូរទេព្រះអង្គនឹងសម្លាប់ខ្ញុំជាមិនខានដល់ពេលនោះបងនឹងនាំអញចេញពីទីនេះសង្គ្រាមនៅជីណានលើកនោះបងនឹងខ្ញុំត្រូវគេសម្លាប់ឪពុកម្ដាយបងគួរតែនាំខ្ញុំទៅប៉ុន្តែបងរត់ទៅម្នាក់ឯងច្រើនឆ្នាំក្រោយមកបងស្រីក៏ត្រឡប់មកវិញរួចឲ្យខ្ញុំហៅបងថាបងស្រីឥឡូវប្រាប់ថានឹងនាំខ្ញុំរត់ទៀតរួចបង្រៀនពីការប្រើជីវិតដល់ខ្ញុំរឿងនេះគួរឲ្យអស់សំណាច់ណាស់អញនិយាយមិនខុសទេរឿងនេះបងបានចំពាក់អញជាច្រើនឆ្នាំហើយបងមិនហ៊ានរំលឹកពីរឿងនេះទេនៅពេលនោះបងមិនអាចចាប់អញឲ្យជាប់បានបងតែងតែបន្តខ្លួនឯងរហូតមកអូនស្រីបងស្រីបងស្រីបងស្រីមកសិនអ៊ីបងស្រីមិនថាអញធ្វើអ្វីខុសប៉ុណ្ណាទាំងអស់នេះសុទ្ធតែបងជាពាក់ឯងនិយាយដល់រឿងលឹកនោះហើយពេលនោះបងពិតជានៅក្មេងខ្លាំងណាស់ក្រោយពេលដែលពួកយើងចែកផ្លូវគ្នាដាស់ហើយនោះបងមិនបាច់ធ្វើពុតជាមនុស្សល្អទៀតទេមិនអីបងដឹងទេកំហុសដ៏ធំបំផុតរបស់ខ្ញុំគឺជាអ្វីគឺការដែលខ្ញុំបានកើតមកជាមនុស្សខ្ញុំសោកស្ដាយណាស់ត្រូវឬក៏ខុសវាមិនសំខាន់ទៀតនោះទេព្រោះខ្ញុំជាមនុស្សអាក្រក់ខ្ញុំអាចដើរទៅលើផ្លូវរបស់ខ្ញុំខ្លួនឯងបើព្រះអង្គមិនព្រមយើងមកទេពួកយើងឆាប់ទៅអូសព្រះអង្គមកវិញសូម្បីតែព្រះមហាសត្យយនីក៏ព្រះអង្គបដិសេធដែរតើលោកហ៊ានទេចុះបើសិនជាព្រះអង្គប្រថាប់នៅក្នុងនោះ10ឆ្នាំវិញនោះតើឲ្យពួកយើងធ្វើអ្វីបានព្រះអង្គកំពុងតែខូចប្រតិយការដែលសម្លាប់សាច់ញាតិខ្លួនឯងខូចប្រតិយធ្វើអីបើសម្លាប់ហើយក៏សម្លាប់ទៅខ្ញុំរស់សម្បត្តិរបស់ព្រះអង្គម្ចាស់ហាននៅក្នុងមន្ទីររបស់មហាមោគេបានខុបខិតជាមួយនឹងសត្រូវព្រះអង្គមើលទៅមិនដូចជាមនុស្សអាក្រក់ឡើយព្រះអង្គគឺជាមនុស្សល្អទ្រង់តែផ្ដល់កិត្តិយសឲ្យអ្នកដទៃទ្រង់រងទុក្ខវេទនាជាស្ដេចថៃជុងទៅទៀតធ្វើមិនព្រះអង្គដឹងថាព្រះអង្គម្ចាស់ហាននិងព្រះអង្គម្ចាស់ចៅរួមដៃគ្នាធ្វើបាបព្រះអង្គនោះធ្វើឲ្យព្រះអង្គខូចព្រះតីខ្លាំងណាស់ដូច្នេះហើយព្រះអង្គក៏វង្វេងវង្វាន់មួយពេលតែម្ដងទៅពាក្យនេះពិតជាសំខាន់ណាស់ពិតជាសំខាន់ប៉ុន្តែមិនអាចធ្វើអ្វីបានកន្លែងសក្ការៈបូជាសម្រាប់ស្ដេចរាជវង្សមីងពួកយើងអាចចូលទៅបានទេ
លោកឯងហ៊ានចូលទេខ្ញុំនឹកឃើញវិធីមួយព្រះមហេសីធ្លាប់ធ្វើការជំនួសរាជទាយាទធ្វើបានល្អទៀតផងពួកយើងគួរតែឲ្យព្រះមហេសីលោកដៃនៅក្នុងរឿងនេះទៅសូម្បីតែមហាក្សត្រយ៉ាងនេះក៏បានត្រឹមតែចូលមកនៅមាត់ទ្វារតែប៉ុណ្ណោះនាងហ៊ានចូលមកនាងលែងចង់រស់ហើយមែនដែរទេព្រះអង្គសំងំទីនេះ11ថ្ងៃហើយបើព្រះអង្គមិនព្រមចេញទៅខាងក្រៅទេនឹងខ្លាចតែជារឿងគួរឲ្យអស់សំណាងមហាក្សត្រយ៉ាងនេះបញ្ជាខ្ញុំម្ចាស់មកនិយាយជាមួយនឹងព្រះអង្គចេញទៅខ្ញុំម្ចាស់មិនទៅទេមានរឿងខ្លះខ្ញុំម្ចាស់ត្រូវនិយាយឲ្យចាប់សិនអ៊ីឈៀនប្រកាសឲ្យខ្ញុំម្ចាស់ទូថាភ្លើងឆេះតែងតែមានផ្សែងទឹកតែងតែមានផ្លូវហូរវិធីរបស់ស្ដេចតែងតែមានផែនការអ្វីគ្រប់យ៉ាងនៅលើលោកសុទ្ធតែមានចន្លោះខ្វះខាតទាំងអស់បើសិនជាព្រះអង្គត្រូវការពារព្រះកតនាមអង្គឯងប៉ុន្តែបែរជាសង្ងំលាក់ខ្លួននៅទីនេះប្រៀបដូចជាស្លាប់ទាំងរស់បើអញ្ចឹងត្រង់គួរតែសាងភ្នោះរួចចូលខ្លួនសមាធិលទ្ធផលគ្រប់យ៉ាងនឹងរលាយទៅតាមផ្សែងមានតែគេម្នាក់ប៉ុណ្ណោះតែហ៊ាននិយាយណែនាំជើងបែបនេះខ្ញុំម្ចាស់និយាយមិនតាន់ចាប់ទេរាជពេទ្យបានចោះលហិតពិនិត្យហើយរាជពេទ្យថាឈីអ៊ីមានសាច់ឈាមរបស់ព្រះអង្គម្ចាស់ស្ត្រីខូចប្រតិណាស់ត្រង់ប្រឈួនសង្ងំនៅតែក្នុងដំណាក់ម្ចាស់ស្ត្រីមានសវណ្ណន័យថាពេលដែលមានសឹកសង្គ្រាមនៅជីណានត្រង់គឺជាអ្នកលូកដៃជួយនាងរួចឲ្យនាងលាក់ខ្លួនពីក្រៅខ្នងរាជទាយាទតែនាងអាចមានជីវិតមកទល់នឹងពេលនេះបានពេលខ្លះព្រះអង្គច្បាស់ជាចាំមិនបានទេប៉ុន្តែម្ចាស់ស្ត្រីចាំបានជានិច្ចម្ចាស់ស្ត្រីមានសវណ្ណន័យថាទ្រង់អាចធ្វើអត្តឃាតខ្លួនឯងបានគ្រប់ពេលដើម្បីសង់ជីវិតថ្មីព្រះអង្គវិញព្រះអង្គមានមនុស្សជាច្រើនដែលនៅជំនាញខ្លួនឯខ្ញុំម្ចាស់វិញសត្វតែចៅខ្ញុំម្ចាស់ម្ដងម្នាក់ខ្ញុំម្ចាស់មិនចង់បាត់បង់ព្រះអង្គអ្នកទៀតទេខ្ញុំម្ចាស់ដឹងការរស់រានមានជីវិតបន្តគឺពិបាកប៉ុន្តែព្រះអង្គនៅមានមហាក្សត្រយ៉ាងនេះនៅមានបត់បន់ថែមទាំងនៅមានខ្ញុំម្ចាស់ទៀតព្រះអង្គស្ដាប់ឮទេព្រះអង្គនៅមានខ្ញុំម្ចាស់សូមព្រះអង្គព្រះតម្រឹងបានធ្វើការត្រួតពិនិត្យម្ចាស់ស្ត្រីរួចទៅហើយប្រទះឃើញថាបានបំពេញតួនាទីខ្លួនឯងបានល្អពីថ្ងៃនេះតទៅត្រូវចូលរាជវាំងដើម្បីធ្វើសមាធិនិងសិក្សាពីធម៌វិន័យថែមទាំងប្រគល់ជូនត្រានិងស្លាកបញ្ជាមាសត្រូវដកចេញពីរាជតំណែងចប់រាជបញ្ជាខ្ញុំម្ចាស់ហ៊ូសាន់សៀងសូមទទួលរាជបញ្ជាព្រះអង្គរៀបចំយ៉ាងម៉េចសម្រាប់ឈីអ៊ីទេព្រះអង្គមានបន្ទូលថាទ
ទោះបីជាឈីអ៊ីគឺជាសាច់ញាតិរាជវង្សប៉ុន្តែទ្រង់បានចងចាំពីភាពស្អប់ខ្ពើមយ៉ាងច្បាស់ព្រះអង្គមានបន្ទូលថាឲ្យនាំទៅជាមួយចុះកុំឲ្យទ្រង់អប់សុខតើមានអ្វីឲ្យទូលមកគុំទូលថ្វាយព្រះអង្គដែរទេយើងលើថាប្រកាយព្រះអង្គមិនសូវមាំមួនសូមឲ្យព្រះអង្គមានប្រកាយរឹងមាំតទៅទោះបីជាយើងនៅក្នុងអារាមដើម្បីសំសិលថ្វាយបង្គំព្រះរាល់ថ្ងៃរួចពេញចិត្តកាត់អាយុខ្លួនឯងដើម្បីឲ្យទ្រង់មានបជនយឺនយូរនៅមានទីនយើងសល់គ្រឿងអលង្ការមួយព្រះអង្គយើងមិនត្រូវការប្រាបន្តទៀតទេជួយនាំវាយកទៅថ្វាយម្ចាស់ស្ត្រីសុនផងទុកថាជាវត្ថុអនុស្សាវរីយ៍តិចចាស់ម្ចាស់ស្ត្រីថែប្រកាយផងអង្គរបស់យើងខ្លាចតិចច្បាស់ហើយ